សួស្តីបងប្អូនអរគ្នាថ្ងៃនេះខ្ញុំមកចែកម្លែកបទពិសោធន៍មួយទៀតទាក់ទងទៅនឹងការប្រើប្រាស់ជាមួយនឹងកុំព្យូទ័របាទទាក់ទងទៅនឹងបងប្អូនដែលមានជាមួយនឹង storage ច្រើនបាទដូចខ្ញុំនេះជាដើមបាទបងប្អូនចាំបាច់ត្រូវដាក់ឈ្មោះឲ្យវាដើម្បីងាយស្រួលនៅពេលដែលយើងជួស Windows បាទជាក់ស្ដែងដូចរបស់ខ្ញុំប្រើជាមួយនឹង storage ចំនួន4ផ្សេងគ្នាដូច្នេះខ្ញុំដាក់ឈ្មោះឲ្យវាទីមួយគឺខ្ញុំដាក់ឈ្មោះនឹង OS ហើយនេះខ្ញុំដាក់ឈ្មោះឲ្យវាដាច់ពីគ្នាដើម្បីងាយស្រួលនៅពេលដែលយើងត្រូវការជួស Windows យើងត្រូវការលុបគឺកាលណាតែម៉ាស៊ីនអ្នកនរគ្នាអត់មានឈ្មោះទេគឺយើងអត់ដឹងថា hard disk មួយណាទេបាទចាក់ស្ដែងបើសិនជាបងប្អូនត្រូវការដូរឈ្មោះឧទាហរណ៍បងប្អូនអាចចូល rename វាបានបាទតែតើតើនឹងការដូរឈ្មោះនេះគឺវាអត់មានប៉ះពាល់ទៅលើឯកសារអីទេគឺយើងអាចដូរបានដាក់ឈ្មោះដែលយើងស្រឡាញ់ជិតទៅយើងដាក់សម្គាល់ទៅថាវាជាប្រភេទអ្វីបាទហើយមួយទៀតតើតើទៅនឹង hard disk អ្នកនរគ្នាបើសិនជាអ្នកនរគ្នាទិញ hard disk ទៅថ្មីអ្នកនរគ្នាអត់ដឹងថាទៅបង្ហាញ hard disk ឬមួយក៏ទៅចែក hard disk នៅកន្លែងណាអ្នកនរគ្នា right click នៅលើរូប Windows អ្នកនរគ្នាយកពាក្យជាមួយនឹងពាក្យថា disk management បាទវានឹងចេញផ្ទាំងបែបនេះមកអញ្ចឹងនេះគឺវានឹងបង្ហាញអញ្ចឹង hard disk អ្នកនរគ្នាមានប៉ុន្មានគឺវាមានបង្ហាញនៅកន្លែងនេះទាំងអស់មិនថាតែវាពណ៌ខៀវឬមួយក៏ពណ៌ខ្មៅទេបើពណ៌ខ្មៅវាអត់ចេញនៅកន្លែងនេះទេអញ្ចឹងអ្នកនរគ្នាអាចធ្វើការនេះវាសូវវាបានឧទាហរណ៍ឥឡូវខ្ញុំចង់ចែក hard disk អ្នកនរគ្នាទិញម៉ាស៊ីនថ្មីគេអត់ចែក hard disk ឲ្យអ្នកនរគ្នា right click លើម៉ាស៊ីន storage របស់យើងទៅអញ្ចឹងរបៀបសម្គាល់មួយទៀតគឺអ្នកនរគ្នានេះ disk 0 disk 1 disk 2 disk 3នេះអញ្ចឹងឧទាហរណ៍ថាខ្ញុំចង់ចែកអានេះជា2ខ្ញុំ right click លើវាយកពាក្យថាអានេះគឺយើងបរួមអានេះគឺយើងបលាតមានន័យថាបើយើងចង់បលាតត្រៃរបស់យើងគឺយើងបលាតយកពាក្យថា extend បើយើងចង់បរួមចែកវាជា2អ្នកនរគ្នាយកខាងក្រោមនេះបាទតើតើទៅនឹង hard disk storage គឺយើងអាចបរួមឆ្លង disk បានទេមានន័យថាបើវានៅក្នុង disk តែមួយគឺអ្នកនរគ្នាអាច merge ឬក៏អាចព្រិចបរួមបានយើងអាចឆ្លង disk បានទេ disk 0ក៏វា disk 0 disk 1ក៏វា disk 1ក៏វាចែកគ្នាដាច់លើកលែងករណីយើងប្រើ technology មួយគឺយើង RAID អញ្ចឹងបើសិនជា SD យើងអាច RAID ជាមួយ SD hard disk យើងអាច RAID ជាមួយនឹង hard disk បាទតើតើទៅនឹងចំណុចហ្នឹងគឺមានតែប៉ុណ្្នឹងទេតើតើទៅនឹង disk អញ្ចឹងតើតើទៅនឹងអានេះមួយទៀតគឺ change ត្រាយនេះអានេះគឺករណីយើងចង់ដូរអក្សរដូចថាម៉ាស៊ីនអ្នកនរគ្នាម៉ាស៊ីនខ្លះគឺគាត់អត់មានត្រាយ D គាត់មានតែត្រាយ E អញ្ចឹងអ្នកនរគ្នាអាចធ្វើការ change អាហ្នឹងបានអញ្ចឹងនៅកន្លែងការ change នេះគឺអ្នកនរគ្នាអាច change បានពីអក្សរ A ដល់អក្សរ Z បាទតើតើទៅនឹងវីដេអូមានតែប៉ុណ្្នឹងទេសម្រាប់មានអ្វីថ្មីខ្ញុំនឹងចែកម្លែកបន្ថែមទៀតអរគុណច្រើនជួបគ្នានៅវីដេអូក្រោយបាយបាយ